ជួនចំពោះទីហ៊ានដ៏អង្អាចរបស់យើងនៅជួរមុខពលរដ្ឋកម្ពុជារាប់លានអ្នកឈរជាមួយគាំទ្រនិងជឿជាក់ទៅលើវីរភាពរបស់កងកម្លាំងទាំងអស់បេះដូងរបស់យើងនៅជាមួយពលទីហ៊ានគ្រប់រូបជានិច្ចបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាក្នុងខែតុលាក៏ដោយការបាញ់ប្រហារពីភាគីថៃបានវិលត្រឡប់មកវិញរថក្រោះនិងយន្តហោះចម្បាំង F16 បានលុកលុយចូលកម្ពុជាជាថ្មីទីហ៊ានរបស់យើងបន្តតស៊ូនៅជួរមុខការពារទឹកដីដែលបុព្វបុរសរបស់យើងបន្សល់ទុកដោយភាពក្លាហាននិងការលះបង់នៅវេលានេះយើងត្រូវការឯកភាពនិងសាមគ្គីភាពកងទ័ពរបស់យើងគឺជាក្តីសង្ឃឹមរបស់ប្រជាជាតិទាំងមូលពួកគាត់ឈរក្រោមស្នូលកំភ្លើងផ្លោងបាញ់ប្រហារពីសត្រូវមិនចោះចាញ់មិនភ័យខ្លាចមិនញោមនឹងការគំរាមកំហែងពួកគាត់មិនសុំអ្វីក្រៅពីការគ្រប់គ្រងពីប្រជាជនរួមជាតិដែលពួកគាត់កំពុងតែប្រឹងប្រែងការពារនោះឡើយដូច្នេះយើងត្រូវតែផ្ដល់ការគ្រប់គ្រងនោះដល់ពួកគាត់ដោយមិនស្ទាក់ស្ទើរមិនត្រឹមតែគ្រប់គ្រងដោយពាក្យសម្ដីប៉ុណ្ណោះទេប៉ុន្តែដោយសាមគ្គីភាពការជជែកដេញដោលជាសាធារណៈមិនត្រូវបានប្រែក្លាយទៅជាការបែកបាក់គ្នាឡើយទីហ៊ានការពារយើងគ្រប់គ្នាដោយមិនគិតថាយើងប្រកាន់បកណាទេពួកគាត់ប្រយុទ្ធដើម្បីយើងទាំងអស់គ្នានេះគឺជាមូលហេតុដែលយើងត្រូវតែវិញជាធ្លុងមួយមិនថាភាពតានតឹងតានឡើងខ្លាំងប៉ុណ្ណាមិនថាការឃោសនាព្យាយាមបំបែកយើងយ៉ាងណាឬក៏ការបំផិតបំភ័យព្យាយាមបំបិទបាត់យើងបែបណាយើងត្រូវតែចងចាំថាកម្លាំងធំបំផុតរបស់កម្ពុជាគឺបានពីប្រជាជនរបស់ខ្លួនមានតែប្រទេសជាតិរួបរวมមួយប៉ុណ្ណោះដែលអាចការពារអធិបតេយ្យភាពរបស់ខ្លួនបានមានតែប្រទេសជាតិរួបរวมមួយប៉ុណ្ណោះដែលអាចផ្ដល់ឲ្យកងទ័ពរបស់ខ្លួននៅតម្លៃដ៏ខ្ពស់បំផុតដែលពួកគាត់សមនឹងទទួលបានជួនចំពោះទីហ៊ានដ៏អង្អាចរបស់យើងនៅជួរមុខពលរដ្ឋកម្ពុជារាប់លានអ្នកឈរជាមួយគាំទ្រនិងជឿជាក់ទៅលើវីរភាពរបស់កងកម្លាំងទាំងអស់បេះដូងរបស់យើងនៅជាមួយពលទីហ៊ានគ្រប់រូបជានិច្ច